នេះគឺជាផុសតាងបងស្រីដែលជាសមាជិករបស់ខ្ញុំផ្ដើមចេញពីបុគ្គលដែលអត់ចេះភាសាអង់គ្លេសទេហើយការគាត់មកលេងហ្នឹងគាត់ជាស្ត្រីមេម៉ាយដែលមានកូនប្រុសម្នាក់ដែលគាត់មើលថែហើយគាត់ជាកម្មកូនចាក់ជាមនុស្សស្រីម្នាក់ដែលមានភាពជឿជាក់ខ្លួនឯងនេះរៀងខ្លាចគេតែបងប្អូនដឹងថាបេះដូងជាម្ដាយដែលចង់ឲ្យកូនមានជីវិតប្រសើរជាងមុនដែលចង់ផ្លាស់ប្ដូរជីវិតខ្លួនឯងអត់ចង់ឲ្យកូនដើរផ្លូវខ្លួនឯងអញ្ចឹងណាគាត់ព្យាយាមមកតាំងចិត្តប្រឹងប្រែងមកចោះឈ្មោះឲ្យខ្ញុំបង្រៀនពីរបៀបលេង app ស្វែងរកគូស្នេហ៍បរិបទទេព្យាយាមលេងព្យាយាមកែប្រែខ្លួនឯងព្យាយាមអភិវឌ្ឍខ្លួនឯងតាំងពីខ្លួនជាមនុស្សដែលមិនជឿជាក់លើខ្លួនឯងជាមនុស្សដែលអត់ចេះភាសាអង់គ្លេសទេអត់ចេះអីទាំងអស់អត់ស្គាល់សំបី Gmail អូនស្រីក៏ព្យាយាមលេងតស៊ូអត់ធ្មត់មែនតើហើយគាត់ក៏បានសម្រេចដូចបំណងប្រាថ្នារបស់គាត់បានជួបជាមួយបុរសជនជាតិអូស្ត្រាលីចុះមកប្រទេសខ្មែរមើលចិត្តគ្នាទៅវិញទៅមកហើយក៏ត្រូវគ្នារួចរាល់ដែរហើយគាត់នឹងចុះមកប្រទេសខ្មែរម្ដងទៀតឆាប់នេះផងដែរហើយនឹងមានបំរុងនៃការសាងសង់ផ្ទះឲ្យបងស្រីហើយនឹងសាងអនាគតជាមួយនឹងបងស្រីដោយសារតែបុរសម្នាក់នេះឃើញភាពស្មោះត្រង់ហើយនឹងបែបសាមញ្ញរបស់បងស្រីហើយភាពល្អរបស់បងស្រីធ្វើឲ្យបុរសម្នាក់ហ្នឹងគឺគាត់មានអារម្មណ៍ថាអាណិតស្រឡាញ់ហើយចង់ឲ្យបងស្រីជីវិតប្រសើរជាងមុនទៅណាអូនខ្ញុំពិតជារំភើបខ្លាំងមែនទែនអញ្ចឹងសម្រាប់អ្នកដែលគាត់អត់ចេះភាសាអង់គ្លេសមានគោលដៅចង់ស្វែងរកគូស្នេហ៍បរិបទទៅតាមអនឡាញបងប្អូនសួរថាអាចលេងបានអត់ខ្ញុំប្រាប់ថាបានតែវាអាស្រ័យទៅលើខ្លួនឯងដែរថាយើងមានការតាំងចិត្តការតស៊ូការប្រឹងប្រែងការអភិវឌ្ឍខ្លួនឯងប៉ុណ្ណាប្រសិនបើយើងគិតពីចង់បានហើយអត់ព្រមធ្វើអីទាំងអស់មិនចាំបាច់មកចុះឈ្មោះជាមួយខ្ញុំទេតែប្រសិនបើយើងជាបុគ្គលដែរអត់ចេះភាសាអង់គ្លេសឬក៏ចេះភាសាអង់គ្លេសឬក៏ចេះតិចតិចក៏ដោយតែមានការតាំងចិត្តចង់បានពិតប្រាកដចង់លេងចង់ផ្លាស់ប្ដូរជីវិតខ្លួនឯងចាំមកចុះឈ្មោះខ្ញុំរីករាយនឹងការបង្រៀនខ្ញុំគ្រាន់តែជាអ្នកបង្រៀនបង្ហាញនិយាយរួមទៅគឺបង្ហាញផ្លូវអ្នកទាំងអស់គ្នាទេជាស្ពានសម្រាប់អ្នកទាំងអស់គ្នាដើរទៅទេតែយើងខ្លួនឯងជាអ្នកដើរទៅហើយទៅស្វែងរកបុរសល្អម្នាក់ហ្នឹងចូលមកជីវិតរបស់យើងខ្លួនឯងបុរសដែលជាគោលដៅក្តីសម័យដែលយើងប្រាថ្នាចង់បាននេះយើងជាអ្នកស្វែងរកខ្លួនឯងបងប្អូនណារកភាពជោគជ័យគ្មានអ្នកណាអាចសាងឲ្យយើងបានទេដូចខ្ញុំតែងតែនិយាយចឹងមិនថាខ្ញុំឲ្យសមាជិករបស់ខ្ញុំផ្សេងគឺសិតតែផ្ដើមជាបុគ្គលដែលជាភាសាអង់គ្លេសតែពួកយើងមានចិត្តបេះដូងដែលជាម្ដាយឬក៏មានចិត្តនៃការដែលស្រឡាញ់ចូលចិត្តបុរសបរទេសហើយចង់បានអនាគតដែលការឲ្យតម្លៃគ្នាពិតប្រាកដពួកយើងក៏ព្យាយាមតស៊ូអត់ធ្មត់រហូតតតែយើងបានជួបដៃគូបាត់ពិតប្រាកដហើយឥឡូវនេះបងប្អូនគឺខ្ញុំមានជំនួយតាក់ទងនឹងសភៅតិចនិចនៃការសន្ទនាតំណែងជាមួយបុរសបរទេសជំនួយដល់សម្រាប់បងប្អូនដែលគាត់អត់សូវចេះភាសាអង់គ្លេសសម្រាប់បងប្អូនដែលគាត់ស្ទើរនៃការសន្ទនាតំណែងជាមួយបុរសបរទេសអត់ដឹងពាក្យនិយាយអីជាមួយគេបងប្អូនអាចធ្វើការជាវសភៅនេះបានសម្រាប់សភៅនេះគឺខ្ញុំមានលក់បងប្អូនណាមិនថាសមាជិករបស់ខ្ញុំឬមិនមែនជាសមាជិករបស់ខ្ញុំក៏ដោយក៏ខ្ញុំលក់ឲ្យដែរបងប្អូនលក់តម្លៃដូចគ្នាអញ្ចឹងព័ត៌មានសម្រាប់ការចង់ចុះឈ្មោះឲ្យខ្ញុំបង្រៀនឬក៏ចង់ទិញសភៅតិចនៃការសន្ទនាជាមួយបុរសបរទេសបងប្អូនអាចឆាតចូល page របស់ខ្ញុំអាណិតម៉ាដាមបារាំង USA នេះណាបងប្អូនណា